ឆ្មាមេបានបន្តត្រឡប់ទៅយប់មិញផ្ទះដែលយើងបានឆ្លងកាត់ទោះជាយ៉ាងណាក៏ដោយពេលក្រឡេកមើលទៅក្រោយខ្ញុំបានរកឃើញដើម្បីទទួលបានបើកបរពេលខឹមក៏ត្រូវបានដឹកចូលទៅក្នុងឡានហើយបើកចេញទៅម្ដាយឆ្មាបានឮសំឡេងកូនឆ្មារបស់វាគាត់ប្រញាប់ប្រញ័រដេញតាមពួកគេគាត់បានព្យាយាមអស់ពីសមត្ថភាពដើម្បីតាមទាន់ឡានដឹកទំនិញដោយប្រើសមត្ថភាពលោតរបស់វាបានភ្ជាប់ក្រញាំរបស់វាទៅនឹងឡានដឹកទំនិញទោះជាយ៉ាងណាក៏ដោយនៅពេលដែលឡានដឹកទំនិញធ្វើដំណើរលើផ្លូវដំណើរដល់ដេប៉ូ11ដូច្នេះហើយឆ្មាមេត្រូវបានគេបោះចោលនៅពេលនេះគាត់បានរងរបួសពេញខ្លួនទៅហើយប៉ុន្តែកូនខ្ញុំនៅតែនៅក្នុងឡានគាត់បានដេញតាមគាត់ម្ដងទៀតដោយមិនអើពើនឹងអ្វីផ្សេងទៀតខ្ញុំស្ទើរតែត្រូវឡានរបស់ដៃគូខ្ញុំបុកទោះជាយ៉ាងណាក៏ដោយគាត់អាចរត់ទាន់ឡានដោយសាររបួសយ៉ាងដូចម្ដេចបានឡានបានបើកចេញពីការមើលឃើញរបស់គាត់យ៉ាងលឿនបេកហាមម្ដាយឆ្មាដឹងបែកហាមលែងអាចវិលត្រឡប់ទៅក្រុមរបស់គាត់វិញទៀតហើយដូច្នេះពួកគេគ្មានជំរឿអ្វីក្រៅពីត្រឡប់ទៅព្រៃវិញត្រៀមខ្លួនចាក់ចេញពីទីនេះជាមួយឆែវបទោះបីជាគាត់មានការស្ទាក់ស្ទើរយ៉ាងខ្លាំងក្នុងការឃើញបែកហាមចាក់តែគាត់មានកូនម្នាក់ទៀតដែលត្រូវមើលថែអ្នកត្រូវតែរៀនលេបងពេលនោះឡានដឹកទំនិញបានចាក់ចេញពីទីក្រុងរួចហើយមកដល់តំបន់ជីក្រុងមួយផ្ទៃផ្លូវរដប់នឹងមិនស្មើគ្នាពេលរថយន្តបត់ចូលផ្លូវកង់ខ្លាំងប្រអប់ដែលមានបែកហាមត្រូវបានគេបោះចោលប៊ីតូចនៅតែស៊ូនៅក្នុងប្រអប់តាមរយៈរន្ធតូចមួយនៅខាងក្រៅប្រអប់គាត់បានឃើញវាលស្មៅពណ៌បៃតងនៅខាងក្រៅគាត់បានប្រើក្រញាំរបស់គាត់ដើម្បីហែកវាចេញតាមរន្ធតូចមួយទីបំផុតពួកគេបានរត់ចេញពីប្រអប់កំពុងមើលជុំវិញគាត់ក៏រកផ្លូវទៅផ្ទះមិនឃើញដែរបែកខឹមបានវង្វេងចូលទៅក្នុងព្រៃដោយចៃដន្យអ្វីដែលគាត់មិនបានរំពឹងទុកនោះគឺចោរដែលឃ្លានមួយក្បាលបានសម្លឹងមករកគាត់រួចហើយនៅពេលនេះបែកខឹមបានបញ្ចេញសក្តានុពលពេញលេញរបស់គាត់បានឡើងដើមឈើធំមួយចោរដែលឃ្លានខ្លាំងដែលមិនអាចឡើងដើមឈើបានស្ទុះទៅមុខយ៉ាងត្រង់ដោយឃើញថាបែកខឹមជាប់គាំងនៅលើដើមឈើហើយមិនព្រមចុះមកក្រោមចោរដែលឃ្លានកំពុងដើរដោយអន្ទះសារនៅខាងក្រោមនៅពេលនោះពស់ពីសមួយបានលេចចេញពីស្មៅបន្ទាប់មកចោរដែលឃ្លាននោះបានបង្ខំវាឲ្យឡើងដើមឈើដើម្បីចាប់កូនឆ្មានាងសុខចិត្តចែករំលែកសត្វព្រៃនេះជាមួយគាត់ពស់វែកគិតថាវាជាគំនិតល្អដូច្នេះគាត់បានឡើងយឺតនៅពេលនេះពស់របស់បែកខឹមត្រូវបានវាប្រហារពិបាករត់គេចខ្លួនស្រាប់តែពស់ពីសនោះហៀបនឹងវាប្រហារវាមែកឈើស្រាប់តែបាក់ខ្លងវិភើនិងពេកខឹមនៅជាមួយគ្នាវាបានបុកចំក្បាលចោរដែលឃ្លានអ្នកទាំងពីរដែលមិនអាចឃើញបែកខឹមខ្ញុំគិតថាភីគីមខាងទៀតបានលេបសត្វព្រៃនោះរួចហើយពួកគេបានឆ្លោះប្រកែកគ្នាឆ្លៀតឱកាសនេះពេកខឹមបានភៀសខ្លួនចេញពីតំបន់នោះដូច្នេះហើយទើបពិភពខាងក្រៅមានគ្រោះថ្នាក់យ៉ាងខ្លាំង